Review sốលោកគ្រូនឹងជំរាបសួរសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំមកពីក្រុមទី7ហើយឡើងមកបកស្រាយជាមួយនឹងមេរៀនទី2ដែលនិយាយអំពីអំណាចសេដ្ឋកិច្ចពិភពលោកអញ្ចឹងក្នុងមេរៀននេះពួកខ្ញុំមានមាតិកា3ដែលលើកមកបកស្រាយទី1គឺមជ្ឈមណ្ឌលជំរុញសំខាន់ចំណុចទី2គឺមជ្ឈមណ្ឌលបន្តផ្សំនិងចុងក្រោយភូមិវិទ្យានៃមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចពិភពលោកឥឡូវយើងចូលចំណុចទី1ដូចតទៅយើងដឹងហើយថាប៉ូលសេដ្ឋកិច្ចរបស់ពិភពលោកយើងមាន3ដែលហៅថាត្រីប៉ូលទី1គឺទ្វីបអាមេរិកខាងជើងដែលប៉ូលនៅទ្វីបអាមេរិកខាងជើងគឺទីក្រុងញូវយ៉កដែលនៅទីនោះគឺនិយាយតទៅមួយ City មួយឈ្មោះManhattan ចំណែកទ្វីបទី2គឺទ្វីបអឺរ៉ុបខាងលិចដែលនៅទីនោះមានទីក្រុងឡុងប៉ារីសនិងតំបន់រាំងរួចជាដើមហើយចំណែកចុងក្រោយគឺអាស៊ីរបស់យើងគឺជប៉ុនដែលនិយាយពីទីក្រុងតូក្យូឥឡូវយើងចូលដល់ចំណុចទី1ទាំងអស់គ្នាទ្វីបអាមេរិកខាងជើងយើងដឹងថាទីក្រុងញូវយ៉កស្ថិតនៅចំកណ្ដាលជាទីប្រជុំជនដែលមានប្រជាជនច្រើនរហូតដល់ 18.3 លាននាក់នៅកាល2005ដែលចែកជា5មណ្ឌលដែលក្នុងនោះមាន Manhattan ជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយដែលហៅថា Central Business District ដែលហៅកាត់ថា CBD មជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំនេះគឺចែកចេញជា2ទៀតដែលទី1គឺ Downtown ស្ថិតនៅប៉ែកខាងត្បូងនៃ Manhattan ដែលជាទីផ្សារហាងឆេងដែលយើងនិយាយកាត់ទៅគឺ New York Stock Exchange ជាទីភ្នាក់ងារកណ្ដាលនិងធនាគារសំខាន់ហើយក៏ជាសហគ្រាសឧស្សាហកម្មធានារ៉ាប់រងនិងសេវាកម្មផងដែរដែលមួយផ្នែកទៀតគឺ Midtown ដែលស្ថិតនៅប៉ែកកណ្ដាលនៃ Manhattan វាជា CBD ទី2ដែលជាទីភ្នាក់ងារធនាគារកណ្ដាលហើយនិងធនាគារសំខាន់ផ្សេងទៀតហើយក៏ជាសហគ្រាសឧស្សាហកម្មនិងធានារ៉ាប់រងសេវាកម្មដូចDowntown ដែរឥឡូវយើងចូលមកដល់អឺរ៉ុបខាងលិចទ្វីបអឺរ៉ុបខាងលិចយើងមានទីក្រុងឡុងជាមេក្រូប៉ូលលេខ1ប្រចាំទ្វីបអឺរ៉ុបនិងបំពេញមុខងារខាងធនាគារហិរញ្ញវត្ថុធានារ៉ាប់រងពាណិជ្ជកម្មខាងនឹងតាក់ទងមួយ insurance ផងដែរយើងចូលមកដល់ទីក្រុងមួយទៀតគឺទីក្រុងប៉ារីសដែលយើងដឹងហើយថាប៉ារីសនៅប្រទេសបារាំងដែលវាជាទីក្រុងលេខ1ខាងចំនួនប្រជុំជនអន្តរជាតិការប្រជុំភាគច្រើនហើយនឹងប្រមូលផ្ដុំសហគ្រាសខ្នាតអន្តរជាតិទាំងអស់នៅទ្វីបអឺរ៉ុបចំណែកតំបន់ចុងក្រោយគឺតំបន់រាំងរួសដែលវាស្ថិតនៅក្នុងប្រទេសអាល្លឺម៉ង់មានទីក្រុងឌូសែលFrankfurt កូឡូញដែលមានលក្ខណៈជាពហុប៉ូលមានន័យថាប៉ូលជាច្រើនមកផ្ដុំគ្នានៅតំបន់រាំងរួសហ្នឹងឥឡូវយើងចូលទៅដល់ចុងក្រោយគឺប្រទេសជប៉ុនដែលនិយាយពីទីក្រុងតូក្យូទីក្រុងនេះមានប្រជាជនច្រើននៅលើពិភពលោកដែលកាលពីឆ្នាំ2005មានប្រជាជនរហូតដល់30លាននាក់ដែលវាប្រមូលផ្ដុំ 60% នៃទីស្នាក់ការធនាគារផ្សេងរបស់កុងក្លាមេរ៉ាហើយនឹងធនាគារធំជាច្រើនទៀតដែលពង្រីកតួនាទីរបស់ខ្លួនក្នុងការធ្វើទីផ្សារអន្តរជាតិតូបនីយកម្មសេដ្ឋកិច្ចជាតិហើយនឹងជាស្នូលនៃមេកាឡូប៉ូជប៉ុនបានន័យថាមេកាឡូប៉ូហ្នឹងវាជាទីក្រុងដ៏ទំនើបមួយដែលកើតឡើងដោយទីក្រុងផ្សេងតូចធំជាច្រើនមកប្រមូលផ្ដុំគ្នាហើយដែលមានមុខងារទៅលើវិស័យរដ្ឋាភិបាលឧស្សាហកម្មនិងវប្បធម៌ផងដែរចំណុចទី2មជ្ឈមណ្ឌលបន្តបន្សំចឹងមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចបន្តបន្សំមានដូចជានៅទ្វីបអាមេរិកខាងជើងគឺនៅសហរដ្ឋអាមេរិកដែលផ្ទាល់គឺមានតំបន់Sandbelt ឬវងព្រះអាទិត្យដែលតំបន់ហ្នឹងគឺវាមានការរីកចម្រើនទៅលើផ្នែកមជ្ឈមណ្ឌលនវកម្មនិងជាចំណុចប្រសព្វរវាងទីក្រុង San Francisco, Los Angeles, Dallas និង Boston ហើយចំណែកឯនៅទ្វីបអឺរ៉ុបវិញគឺវាភាគច្រើនគឺផ្ដោតទៅលើខាងផ្នែកហិរញ្ញវត្ថុនិងពាណិជ្ជកម្មដែលជាមជ្ឈមណ្ឌលដ៏សំខាន់នៅទ្វីបអឺរ៉ុបហ្នឹងហើយវាមានមជ្ឈមណ្ឌលបន្តបន្សំផងវាគឺមាននៅទីក្រុងអាំស្ទ័រដាមប្រទេសហូឡង់មីឡង់ប្រទេសអ៊ីតាលីនិងតំបន់ត្រីប៉ូស្វីសដែលមានដូចជាទីក្រុងជេណែវទីក្រុងបេស៊ែលនិងទីក្រុងស៊ូរិចហើយនឹងបច្ចុប្បន្នគេក៏រាប់បញ្ចូលទៅទីក្រុងលុចសំបួរដែរ
ទីក្រុងហ្នឹងគឺវាមានធនាគារ120ធនាគារនិងមានទីស្នាក់ការសង្គមគិច្ចទីស្នាក់ការសង្គមគិច្ចសហគ្រាសរវាងសហរដ្ឋអាមេរិកអឺរ៉ុបនិងជប៉ុនដែលវាមានទីស្នាក់ការរហូតទៅដល់700ទីស្នាក់ការហើយចំណែកឯទ្វីបអាស៊ីវិញគឺនៅតែមានជប៉ុនដែលវាមានទីក្រុងអូសាកាដែលទីក្រុងហ្នឹងគឺវាមានអំណាចអំណាចហិរញ្ញវត្ថុអំណាចឧស្សាហកម្មនិងអំណាចពាណិជ្ជកម្មដែលវាអាចទៅប្រកួតប្រជែងជាមួយនឹងទីក្រុងតូក្យូបានហើយក្រៅពីប្រទេសជប៉ុនគឺមានប្រទេសសិង្ហបុរីហុងកុងនិងសេអ៊ូលប្រទេសកូរ៉េខាងត្បូងហើយក្រៅពីហ្នឹងទៀតគឺមាននៅទ្វីបអាហ្វ្រិកដែលមានទីក្រុង Johannesburg ប្រទេសអាហ្វ្រិកខាងត្បូងនៅទ្វីបអាមេរិកខាងត្បូងគឺមានប្រទេសគឺមានទីក្រុង Sao Paulo ប្រទេសប្រេស៊ីលហើយក្រៅពីហ្នឹងគឺប្រទេសកំពុងអភិវឌ្ឍផ្សេងៗដូចជាប្រទេសកម្ពុជាដែរគឺមជ្ឈមណ្ឌលប្រទេសទាំងនោះគឺវាមានសេដ្ឋកិច្ចតែត្រឹមកម្រិតថ្នាក់ជាតិវាអត់ដល់កម្រិតថ្នាក់អន្តរជាតិអញ្ចឹងគេមិនអាចរាប់វាទៅជាមជ្ឈមណ្ឌលបន្ទាប់បន្សំបានទេហើយចូលមកដល់ចំណុចទី3ភូមិវិជានៃមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចពិភពលោកអញ្ចឹងយើងឃើញថាទីតាំងដែលជាមជ្ឈមណ្ឌលជំរុញសេដ្ឋកិច្ចពិភពលោកណាគឺវាមានការផ្លាស់ប្ដូរជាច្រើនដែលវាកើតឡើងដោយសារកត្តារីកចម្រើននៃមធ្យោបាយដឹកជញ្ជូនការផ្គត់ផ្គង់ថាមពលរូបធាតុដើមរូបធាតុដើមឲ្យបានគ្រប់ទីកន្លែងនិងមានតម្លៃសមរម្យហើយនឹងការរីកចម្រើនខាងផ្នែកទូរគមនាគមន៍ហើយការពីហ្នឹងគឺការរីកចម្រើនផ្នែកឧស្សាហកម្មដែលយើងឃើញថានៅនេះគឺជាក្រុមហ៊ុន Coca-Cola នៅប្រទេសអាមេរិកដែលពីមុនឡើយគឺវានៅទីក្រុង Seattle ប៉ុន្តែឥឡូវគេផ្លាស់ប្ដូរវាទៅកន្លែងផ្សេងទៀតហើយនឹងកត្តាសេវាកម្មដែលនេះគឺជាពលានយន្តហោះ Boeing នៅចុះCoca-Cola នេះគឺវានៅទីក្រុង Atlanta ហើយពលានយន្តហោះ Boeing ហ្នឹងគឺវានៅ Seattle ដែលឥឡូវហ្នឹងគឺគេផ្លាស់ប្ដូរទៅកន្លែងផ្សេងទៀតហើយនឹងកត្តាចុងក្រោយនោះគឺកត្តាសាកលវិទ្យាល័យដោយសារតែសាកលវិទ្យាល័យគឺនៅពេលដែលដូចថាគេឲ្យសិស្សានុសិស្សគេទៅសិក្សាស្រាវជ្រាវនិងពិសោធន៍ចឹងទៅវាអាចប៉ះពាល់ទៅដល់ប្រជាជនដែលនៅជុំវិញហ្នឹងអញ្ចឹងគឺគេបានផ្លាស់ប្ដូរសាកលវិទ្យាល័យពីទីប្រជុំជនទៅកន្លែងដែលដូចថានៅតំបន់មាត់សមុទ្រនិងនៅតំបន់ភ្នំជាដើមអញ្ចឹងសូមអរគុណលោកគ្រូ